ចាលោកអមតគ្នាខ្ញុំមកនិយាយរឿងគ្រូក៏ស្បៃទីណាបងប្អូនគ្នាគឺឥឡូវនេះមានថាមានការនិយាយជាច្រើនថាប្រើទៅចាអ្នកខ្លះប្រើទៅល្អបាត់ជ្រុះទុនសក់ចាអ្នកខ្លះទៀតប្រើទៅឡើងការរឹងសក់អញ្ចឹងដូចខ្ញុំនិយាយណាគ្នាផលិតផលអីក៏ដោយវាអត់តម្រូវត្រូវគ្រប់ពេកសំបីតែផលិតផលកូរ៉េដែលខ្ញុំធ្លាប់លក់ពីមុនឬក៏ជប៉ុនពីមុនណាខ្ញុំខ្លះក៏ប្រើផលិតផលកូរ៉េហ្នឹងគឺបាត់ជ្រុះសក់បាយចាំតែខ្ញុំខ្លះក៏ថាទិញទៅប្រើត្រូវវាអត់បានផលអីចឹងណាហើយផលិតផលជប៉ុនក៏ដូចគ្នាវាអាស្រ័យលើ វាអាស្រ័យទៅលើសក់របស់អ្នកទាំងអស់គ្នាឬក៏សុខភាពផងដែរអ្នកនរគ្នាអញ្ចឹងដូចខ្ញុំទាំងអស់គ្នាខ្ញុំបែរខ្លាចខ្ញុំប្រើសាប៊ូស្បៃនេះខ្ញុំកក់រៀងតុនជាងសាប៊ូកក់សក់ផ្សេងទៀតចាពូខ្មែររបស់ខ្ញុំផ្សេងទៀតចឹងណាអញ្ចឹងខ្ញុំអត់ដឹងថាផលិតផលហ្នឹងវាស័ក្តិសមជាមួយអ្នកទាំងអស់គ្នាមួយណាឬក៏ខ្ញុំត្រូវប្រើមួយណាឯងបើសិនជាអ្នកគ្នាគាត់ថាសាប៊ូស្បៃប្រើត្រូវអ្នកគ្នាប្រើផលិតផលផ្សេងទៀតចឹងណាបងខ្មែរយើងទៀតណាព្រោះសារអីយើងងាកមកគ្រប់គ្រងជាមួយផលិតផលខ្មែរអញ្ចឹងបើសិនជាកាត់ដេកត្រូវហើយតម្លៃវាធូរថ្លៃដែរ10000ជាងអីអញ្ចឹងយើងយកទៅយើងដូរទៅអ្នកនេះចាយើងដូរទៅណាមួយវាផលិតផលខ្មែរគ្រឿងសក់វាមានក្រួយសក់មានអីចឹងចង់វាត្រូវតែរឹងសក់ឲ្យបងប្អូនអត់ជឿបងប្អូននេះយកក្រួយសក់មកញីសក់អីចឹងមកក៏វារឹងដែរតែបើសិនយើងយកប្រេងមកលាបលើសក់គឺវាទន់ណាស់អញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំនិយាយនេះមិនមែនថាខាងជើងសាប៊ូស្បៃទេអត់ទេបងប្អូនប្រើត្រូវបងប្អូនទេប្រើជាមួយនឹងសាប៊ូអីផ្សេងទៀតហើយខ្ញុំក៏មានលក់ច្រើន brand ដែររបស់ខ្មែរយើងណាចឹងអាចសាកបានអ្នកគ្នាចាអរគុណ